បាទសូមស្វាគមន៍ប្រិមិត្តទាំងអស់គ្នាថ្ងៃនេះយកសម្រងអត្ថបទកាសែត90សុទ្ធដែលចុះតាំងពីថ្ងៃទី30បាទនិយាយពីខេត្តទាំង15របស់សៀមឬក៏ប្រទេសថៃហ្នឹងអាចទទួលរងគ្រោះទឹកជំនន់និងបាក់ដីជាគំហុកបាទអត្ថបទហ្នឹងគឺតាំងពីថ្ងៃ30កក្កដាយើងថ្មីនេះទេបាទឥឡូវយើងចូលទៅមើលទាំងអស់គ្នាហើយបងប្អូនអាចស្ដាប់ហើយនឹងដាក់ភ្ជាប់នៅបងប្អូនអាចអានបន្ថែមជាភាសាអង់គ្លេសនៅកាសែត90របស់សៀមថ្ងៃទី30ខែកក្កដាឆ្នាំ2026នាយកដ្ឋានធនធានរ៉ែនៃប្រទេសថៃបានធ្វើការព្រមានដល់ប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន15ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះបាក់ដីទឹកជំនន់យ៉ាងឆាប់រហ័សបាទទឹកជំនន់ខ្លាំងក្នុងរយៈពេលពី1ទៅ3ថ្ងៃខាងមុខនេះអញ្ចឹងតាំងពីថ្ងៃ30មករហូតដល់ថ្ងៃ3ថ្ងៃខាងមុខទៀតហ្នឹងឲ្យមានការប្រុងប្រយ័ត្ននៅក្នុងអត្ថបទដែលភ្លៀងនៅក្នុងបរិបទដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្តមជ្ឈមណ្ឌលប្រតិបត្តិការគ្រោះមហន្តរាយភូមិសាស្ត្រនៃនាយកដ្ឋាននេះបានអំពាវនាវដល់អ្នកស្ម័គ្រចិត្តបណ្ដាញតាមដាននិងព្រមានគ្រោះមហន្តរាយព្រមទាំងប្រជាពលរដ្ឋឲ្យតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ចាប់ពីថ្ងៃទី30ខែកក្កដារហូតដល់ថ្ងៃទី1ខែសីហាឆ្នាំ2026បាទខេត្តទាំង15រួមមានឈ្មោះខេត្តទាំងអស់ហ្នឹងមាន15ខេត្តខេត្តតាមែនហុងសេនឈៀងម៉ៃឡំភូឈៀងរៃណានផាយ៉ាវប្រែឧត្តរទិសពេជ្របូបាទកញ្ឆនាបុរីច័ន្ទបុរីខេត្តត្រាតរណងនិងផាងាបាទនឹងខេត្តផាងាអញ្ចឹងខេត្ត15នេះអាចនឹងមានគ្រោះថ្នាក់ធ្ងន់បាទបាក់ដីហើយនឹងទឹកជំនន់ជាគំហុកអញ្ចឹងមានការព្រមាននេះផ្ដោតទៅលើតំបន់ភ្នំតំបន់ដែលមានហានិភ័យខ្ពស់ជាងគេគឺស្ថិតនៅក្នុងភាគខាងជើងភាគកណ្ដាលនិងភាគខាងកើតព្រមទាំងភាគខាងត្បូងនៃប្រជាណាចក្រសៀមសប្តាហ៍ថ្ងៃនេះយើងហៅសៀមអញ្ចឹងទៅហើយផ្លូវការគឺប្រទេសថៃរាជាណាចក្រថៃទីក្រុងរាជធានីហ្នឹងគឺនៅបាងកកអញ្ចឹងភាគខាងជើងតំបន់ប្រឈមមុខនឹងហានិភ័យរួមមានស្រុកជាច្រើនក្នុងខេត្តតាម៉ែហុងសុនឈៀងម៉ៃឡំភូឈៀងរៃណានផាយ៉ាវព្រែកឧត្តរទិសនិងពេជ្របូរបាទដល់តែភាគកណ្ដាលគឺមានការព្រមានគ្រប់ដណ្ដប់ទៅលើផ្នែកខ្លះនៃខេត្តកញ្ចាបុរីបាទកញ្ចាបុរីរួមមានស្រុកសុងក្លាបុរីធំផានមុនភូមិសាក់យកនិងស៊ីសាវ៉ាត់ណាស្រុកនៅក្នុងខេត្តហ្នឹងហើយភាគខាងកើតនិងភាគខាងត្បូងតំបន់ខេត្តច័ន្ទបុរីខេត្តត្រាតកំពុងត្រូវបានតាមដានខណៈភាគខាងត្បូងអាជ្ញាធរកំពុងតែតាមដានតំបន់ក្នុងខេត្តរណងនិងខេត្តអញ្ចឹងមានអាជ្ញាធរតាមដានយ៉ាងយកចិត្តទុកដាក់អំពីគ្រោះធម្មជាតិទឹកជំនន់និងបាក់ដីនេះឥឡូវនាយកដ្ឋានហ្នឹងបានបញ្ជាក់ថារលកសម្ពាធទាបនៃខ្យល់រដូវបាទណារដូវយើងរដូវភ្លៀងហ្នឹងកំពុងអូសបន្លាយកាត់ភាគខាងជើងហើយនឹងភាគឦសានខណៈពេលខ្យល់មូសុងនិរដីដែលមានកម្លាំងបង្គួរកំពុងជះឥទ្ធិពលលើប្រទេសសៀមដោយនាំមកនៅភ្លៀងធ្លាក់ខ្លាំងជាប់មិនដាច់ចាអញ្ចឹងគេឃើញប្រហែលថ្ងៃនេះហើយជាប់គ្នាខ្មែរយើងក៏ទទួលរងដែរភ្លៀងច្រើនមែនតើមានខេត្តបាត់ដំបងព្រះវិហារខាងផ្នែកផែកខាងលិចមានខាងសមុទ្រនោះមានខេត្តកំពង់សោមជាដើមមានទឹកលិចលង់ច្រើនគួរសមកម្រិតទឹកភ្លៀងដែលវាស់វែងក្នុងរយៈពេល24ម៉ោងបានកើនឡើងលើសពី150មីលីម៉ែត្រនៅតំបន់មួយចំនួនទីតាំងជាច្រើនក៏បានជួបប្រទះនៅការសន្សំទឹកភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នាដែលបង្កឲ្យមានរបាយការណ៍អំពីទឹកជំនន់ឆាប់រហ័សនៅតំបន់ខ្លះ
រួចទៅហើយចាយើងបានធ្វើរបាយការណ៍ឲ្យដឹងថាទឹកជំនន់នោះវាមានគ្រោះថ្នាក់រួចទៅហើយលក្ខខណ្ឌទាំងនេះអាចបង្កឲ្យមានគ្រោះបាក់ដីជាពិសេសនៅតំបន់ភ្នំនិងតំបន់ដែលមានដីឆ្អែតទឹកខ្លាំងអញ្ចឹងតំបន់ភ្នំគ្រោះថ្នាក់បាក់ដីច្រើនជាងគេហើយទឹកដែលវាឆ្អែតហើយដីដែលវាឆ្អែតទឹកហើយវាបាក់មករឹតតែច្រើននាយកដ្ឋានបានទទូចឲ្យអ្នកស្ម័គ្រចិត្តតាមដានគ្រោះមហន្តរាយរក្សាភាពត្រៀមលក្ខណៈជាស្រេចតាមដានកម្រិតទឹកភ្លៀងយ៉ាងជិតដិតនិងដេញការព្រមានដល់ប្រជាពលរដ្ឋបាទប្រសិនជាមានគ្រោះថ្នាក់បាក់ដីឬទឹកជំនន់ឆាបរហ័សកើតឡើងអ្នកស្ម័គ្រចិត្តក៏ត្រូវបានណែនាំឲ្យរាយការណ៍ជូនភ្នាក់ងារពាក់ព័ន្ធនិងអនុវត្តតាមផែនការតាមដាននិងឆ្លើយតបគ្រោះមហន្តរាយដែលបានកំណត់ទុកផងដែរបាទនេះជាកាសែត90ណា90ខ្ញុំដាក់រូបភាពហើយនឹងអត្ថបទអង់គ្លេសតិចទៅយើងមិនអាចដាក់បានទាំងស្រុងទេខ្លាចលោមានការចាប់អីអញ្ចឹងយើងគាត់បកប្រែជាជំនួយចំពោះបងប្អូនដែរនៅតាមបណ្ដាខេត្តបាទពិបាកក្នុងការតាមដានឬក៏អានគាត់អាចស្ដាប់យកតែម្ដងបាទនេះគឺចុះនៅថ្ងៃទី30ខែកក្កដាយើងនេះទេបាទអរគុណច្រើនប្រិយមិត្តសូមជួយចែករំលែក share ហើយ subscribe ដើម្បីព័ត៌មានអាប់ដេតថ្មីទៀតព័ត៌មានបច្ចុប្បន្នភាពតាក់ទងទៅនឹងប្រទេសសៀមឬក៏ព័ត៌មានអ្វីផ្សេងទៀតដែលតាក់ទងទៅនឹង scam នៅតាមព្រំដែនរបស់សៀមបាទអញ្ចឹងយើងនឹងបានភ្លាមធ្វើការអាប់ដេតជូនបងប្អូនភ្លាមអរគុណដោយមេត្រីភាពចំពោះប្រិយមិត្តបាទអរគុណ